សហគ្រិននិងជាអ្នកនិពន្ធវ័យក្មេងនៅកម្ពុជាអុកញ៉ាជាតុងហួរបានថ្លែងលើកឡើងក្នុងពិធីសម្ពោធសៀវភៅផែនទីជីវិតកាលពីថ្ងៃទី25ឧសភាថានេះជាសៀវភៅមាសតែមួយគត់ក្នុងប្រទេសកម្ពុជាដែលជាជំនួយខួរក្បាលកម្រិតកំពូលជាសៀវភៅគ្រប់គ្រងហិរញ្ញវត្ថុកម្រិតខ្ពស់ដែលមានឥទ្ធិពលបំផុតនិងជាទីប្រឹក្សាក្នុងការសម្រេចចិត្តនៅស្ថានភាពលំបាកការពារហានិភ័យក្នុងការប្រឡូកក្នុងសង្គមនិងការចាញ់បោកជំនឿខុសឆ្គងអុកញ៉ាបន្តថាការគោះរំលើងស្នាដៃពីបុរាណនេះបានសហការជាមួយលោកសាស្ត្រាចារ្យទឹមម៉ានីអ្នកនិពន្ធជើងចាស់មានរហស្សនាមហៅថាស្មេក៏ជាការបង្កប់សាច់រឿងពិតមួយរបស់កូនអុកញ៉ារយៈពេល15ឆ្នាំកន្លងមកនេះក្នុងគោលដៅចង់ឲ្យមិត្តអ្នកអានមានសៀវភៅដែលល្អជួយដល់ផ្នត់គំនិតជួយជីវិតជាអាហារបំពន់ខួរក្បាលដ៏មានឥទ្ធិពលបំផុតហើយសៀវភៅដ៏ល្អឯកនេះគួរមានវានៅក្នុងដៃដែលជួយកំណត់ផែនការជីវិតលំអិតបំផុតមានតែមួយគត់នៅក្នុងប្រទេសកម្ពុជាថ្ងៃនេះជាថ្ងៃដ៏ពិសេសបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រของប្រទេសកម្ពុជារបស់យើងអាចតែធ្វើពីបំផុតនេះបងប្អូនត្រូវដឹងថាប្រទេសជាតិយើងឆ្លងកាត់សង្គ្រាមតាំងពីសម័យពលពតមកដល់ថ្ងៃនេះយើងមានសន្តិភាពយើងមានភាពចំណងចម្រើនហើយថ្ងៃនេះជាថ្ងៃនៃប្រវត្តិសាស្ត្រដែលខ្ញុំបានធ្វើការសហការជាមួយអ្នកនិពន្ធដែលមានវ័យចំណាស់ហើយជាអ្នកនិពន្ធដែលល្បីជាងបំផុតនៅក្នុងស្រុកខ្មែរហើយជាអ្នកនិពន្ធដែលល្អឯកអាចនិយាយបានថាមានតែមួយគត់នៅក្នុងពេលបច្ចុប្បន្នហើយខ្ញុំបានសហការជាមួយគាត់នៅក្នុងការគាស់រំលើងស្នាដៃពីបុរាណមកពីទាំងអស់បើខ្ញុំមិនធ្វើនៅក្នុងពេលនេះផុតទៅនឹង10-20ឆ្នាំទៀតសភៅជាច្រើននឹងត្រូវបានកប់ទុកចោលអញ្ចឹងនេះគឺជាពេលវេលានៃប្រវត្តិសាស្ត្រដែលខ្ញុំនឹងគាស់ស្នាដៃនៃនិពន្ធទាំងអស់ក្នុងប្រទេសកម្ពុជាមិនត្រឹមតែលោកទៅទីស្មីនោះទេមានន័យថាឲ្យតែអ្នកនិពន្ធចាស់ទាំងអស់សភៅគាត់មានប្រមាណលានក៏បានដល់ខ្ញុំនឹងគាស់មកវិញទាំងអស់ហើយចាប់ដើមផលិតសភៅទាំងអស់មកវិញដើម្បីរក្សានៅស្នាដៃចាស់ពីបុរាណដើម្បីរក្សានៅប្រវត្តិសាស្ត្រគេតំណែងនៅអ្វីៗគ្រប់បែបយ៉ាងរបស់ក្នុងប្រទេសកម្ពុជារបស់មកវិញហើយមិនត្រឹមតែប៉ុណ្្នឹងថ្ងៃក្រោយយើងត្រូវបកប្រែជាភាសារបស់ប្រទេសទៀតដើម្បីយកទៅបង្កប់នៅបានតម្លៃជាតិនៅក្រៅប្រទេសសៀវភៅផែនទីជីវិតនេះមាន599ទំព័រចែកចេញជា39វគ្គបោះពុម្ពចំនួន 12,000 ក្បាលលក់ក្នុងតម្លៃ$39អាមេរិកក្នុងឱកាសនោះលោកសាស្ត្រាចារ្យទឹមម៉ានីដែលសរសេរសៀវភៅចាប់តាំងពីឆ្នាំ1972រហូតដល់បច្ចុប្បន្ននេះមានស្នាដៃជាង341ចំណងជើងថ្លែងថានេះជាប្រវត្តិសាស្ត្រមួយដ៏ល្អបំផុតគួរឲ្យមោទកភាពក្នុងការកោះរំលើងស្នាដៃកូនខ្មែរពីបុរាណលោកថាមនុស្សម្នាក់ៗដែលកើតលើផែនដីនេះត្រូវការធ្វើដំណើរជីវិតឆ្ពោះទៅរកភាពជោគជ័យសាក់មួយដ៏ល្អបំផុតដែលជានិយាយមួយក៏ផលិតស្នាដៃដែលនិពន្ធខ្មែរពីបុរាណនិងពិធីសម្ពោធជាផែនទីជីវិតបាទប្រតែគឺសូមថាផែនទីជីវិតអារម្មណ៍របស់ខ្ញុំមិនព្រមពីបាត់ទៅហើយហើយអ្វីបានយើងត្រូវមានដំណើរការផែនទីជីវិតយើងត្រូវតែមានផែនទីជីវិតម្នាក់ៗតាមកនៅលើលោកតាមរយៈនេះត្រូវធ្វើការធ្វើដំណើរជីវិតរបស់យើងឆ្ពោះទៅរកភាពជោគជ័យតែយើងនៅតែសរសើរមែនតើសរសើរដល់កូនអុកញ៉ាដែលខំខិតខំផលិតជាសក្ខីឡើងបាទហើយយើងមិនមែនថាដោយសារគាត់ចង់បានអ្វីទេចំណាយដើមទុនច្រើនណាស់គឺដើម្បីចង់បានអ្វីចង់បានឲ្យបងប្អូនកូនខ្មែរយើងទាំងអស់ទទួលនឹងការអំណាចគឺជាអ្វីអំណាចគឺជាអំណាចនាំមកអ្វីនាំមកនឹងការចេះដឹងបាទដូច្នេះពាក្យពេចន៍ទាំងឡាយអត្តន័យអត្តរូបនិងអត្តរសគឺបានបង្កប់ទាំងអស់នៅក្នុងសៀវភៅផែនទីជីវិតរបស់នេះជាមួយគ្នានោះឯកឧត្តមអិនមានព្រឹទ្ធាចារ្យផ្នែកធុរកិច្ចលើកឡើងថាការដែលយើងយកប្រាក់ទៅជាវសៀវភៅថ្លៃមានន័យថាយើងធ្វើការបោះជំហានទៅមុខគឺការតាំងចិត្តអានដោយសារពេលអានទទួលបានគំនិតដើម្បីរៀបចំផែនការអនុវត្តដោយខ្លួនឯងលោកបញ្ជាក់ថាទោះបីជាយ៉ាងណាក៏ដោយភាពជោគជ័យពិតប្រាកដគឺស្ថិតនៅលើមនុស្សម្នាក់ខ្ញុំមានមោទនភាពដែលបានខ្លាយទៅជាសាក្សីរូបមួយនៅក្នុងការបានដឹងដំណើរជីវិតរបស់អុកញ៉ាតាំងពីវេទនាមកអត់បានវេទនាវិញអត់បានវិញលោកទៅវេទនាម្ដងទៀត
ហើយគាត់ប្រើទៀតបាទនេះគឺជាដំណើរជីវិតពេញបំផុតទេបាទអ្នកខ្លះមានលុយច្រើនតែបងប្អូនវេទនាណាស់បាទព្រោះថាជីវិតយើងអាចនៅថេបានតែអាថេនេះគឺជំនាញបាទយើងមើលបែបដូរកណ្ដាលជំនោនៅថេហើយស្លាប់ហើយហើយសភៅរបស់នេះថាវារត់នៅរបស់ថេអត់ទេអាម៉ូលេគុលវានឹងបង្កើតខាងក្នុងនោះដោយអាតូមហើយក្នុងអាតូមនោះគឺមានអេឡិចត្រូនដល់អេឡិចត្រូននោះគឺអីជា wavelength អត់ថេទេចឹងអត់មានអីថេទេតែការផ្លាស់ប្ដូរបទពិសោធន៍របស់អង្គការនេះធ្វើឲ្យគាត់មានបទពិសោធន៍ច្រើនដែលអាចចែករំលែកទៅឲ្យគាត់ចែករំលែកជាសភៅប៉ុន្តែបើយើងត្រឡប់ទៅវិញមានអ្នកនិពន្ធចាស់យើងជាច្រើនដែលគាត់បង្កើតស្នាដៃច្រើនហើយស្នាដៃនេះមិនមែនចេញមកដោយសារគាត់ចេះសិលជុំទេគឺការចេញពីមនោនៃការគិតរបស់គាត់ការយល់ឃើញនៅក្នុងសង្គមរបស់គាត់និងតថភាពជាក់ស្ដែងក្នុងខែរក្សាស្នាដៃចាស់នេះគឺជាការស្នាខែរក្សាមរតករបស់ប្រទេសជាតិយើងបាទវាគ្រាន់តែជាសភៅទេភាពជោគជ័យពិតប្រាកដរបស់យើងគឺយើងលើយើងបាទសភៅជានិមិត្តសញ្ញាដល់ពេលយើងហ៊ានយកលុយដែលមានតម្លៃដល់$30-40មកទិញសភៅនេះមានន័យថាម៉េចមានតែយើងបានធ្វើរបស់មួយជំនាញទៅហើយគឺការតាំងចិត្តឧស្សាហ៍លុយបាទស្រាយលុយទិញហើយអានពេលអានយើងទទួលបានអីយើងទទួលបានគំនិតទទួលបានគំនិតយើងយកគំនិតទៅយកមកពិចារណានិងរៀបចំផែនការអនុវត្តខ្លួនឯងបាទហើយទៅទិញសភៅខោយើងក៏គិតខោដែរបើហេតុអីព្រោះណាសភៅ